សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះប៉ុន្តែមិនសូវយកចិត្តទុកដាក់គឺហេតុអ្វីបានជាយើងក្អកពេលយប់អ្នកខ្លះពេលថ្ងៃមិនសូវក្អកប៉ុន្តែពេលយប់វិញក្អកខ្លាំងឬក្អកញឹកញាប់ហើយវាធ្វើឲ្យគេងមិនលក់និងអស់កម្លាំងពេលព្រឹកបញ្ហានេះមិនមែនជារឿងតូចទេព្រោះវាអាចបង្ហាញពីបញ្ហាសុខភាពខ្លះៗដូច្នេះថ្ងៃនេះយើងមកស្គាល់មូលហេតុសំខាន់ៗមូលហេតុទី1គឺផ្ដាសាយឬអាឡែស៊ីពេលអ្នកមានផ្ដាសាយឬអាឡែស៊ីនាសិកានិងបំពង់កអាចមានទឹករំអិលច្រើនពេលអ្នកដេកទឹករំអិលនឹងហូរចុះក្រោយបំពង់កហើយបង្កឲ្យក្អកមូលហេតុទី2គឺបំពង់កស្ងួតពេលយប់ខ្យល់អាចស្ងួតបើបំពង់កស្ងួតវាអាចធ្វើឲ្យក្អកជាពិសេសបើអ្នកគេងក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់មូលហេតុទី3គឺជំងឺអាស៊ីតក្រពះឡើងពេលអ្នកដេកអាស៊ីតពីក្រពះអាចឡើងមកលើហើយរំខានបំពង់កបណ្ដាលឲ្យក្អកពេលយប់មូលហេតុទី4គឺជំងឺផ្លូវដង្ហើមដូចជាអាស្មាឬប្រូងខៃទីសជំងឺទាំងនេះអាចធ្វើឲ្យក្អកខ្លាំងពេលយប់ជាពិសេសនៅពេលខ្យល់ត្រជាក់មូលហេតុទី5គឺធូលីនិងបរិយាកាសបន្ទប់ដែលមានធូលីឬមិនស្អាតអាចបង្កឲ្យមានការក្អកជាពិសេសពេលអ្នកដេកមូលហេតុទី6គឺការជក់បារីផ្សែងបារីអាចរំខានផ្លូវដង្ហើមហើយបង្កឲ្យក្អកញឹកញាប់ឥឡូវនេះមកស្គាល់វិធីដោះស្រាយដំបូងរក្សាបន្ទប់ឲ្យស្អាតបំបត្តិធូលីនិងបើកបង្អួចឲ្យមានខ្យល់ចេញចូលទី2ផឹកទឹកឲ្យគ្រប់គ្រាន់ដើម្បីកុំឲ្យបំពង់កស្ងួតទី3ប្រើម៉ាស៊ីនបន្ថែមសំណើម humidifier ប្រសិនបើអាចទី4កុំញ៉ាំអាហារធ្ងន់ពេលយប់ដើម្បីជៀសវាងអាស៊ីតក្រពះឡើងទី5គេងដោយលើក្បាលបន្តិចដើម្បីកាត់បន្ថយការហូរទឹករំអិលទី6ជៀសវាងផ្សែងបារីនិងធូលីបើការក្អកមានរយៈពេលយូរឬមានរោគសញ្ញាដូចជាឈឺទ្រូងខ្សោយដង្ហើមសូមទៅពិគ្រោះជាមួយគ្រូពេទ្យសរុបវិញការក្អកពេលយប់អាចមកពីហេតុផលផ្សេងៗបើយើងយល់ពីមូលហេតុយើងអាចរកវិធីដោះស្រាយបានត្រឹមត្រូវបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe Channel ខ្សែជីវិតសូមអរគុណ